ការដែលយើងធ្វើជាអ្នកនិយាយដល់ពូកែក៏នឹងធ្វើឲ្យតម្លៃខ្លួនរបស់យើងកាន់តែឡើងខ្ពស់កាន់តែប្រសើរការនិយាយល្អមានន័យថាអ្នកគឺជាមនុស្សដែលមានសិល្បៈនៅក្នុងការរស់នៅម្យ៉ាងការនិយាយល្អគឺវាងាយសាងឥទ្ធិពលរបស់ខ្លួនដើម្បីភាពតាក់ទាញសាងកម្លាំងចិត្តកម្លាំងជំរុញចិត្តក៏ដូចជាទទួលបាននៅការឲ្យតម្លៃពីសំណាក់មនុស្សដែលនៅជុំវិញចិត្តរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃជំនាញដ៏សំខាន់បំផុតរបស់អ្នកនោះគឺសមត្ថភាពនៅក្នុងការគិតឲ្យបានល្អនិងបង្ហាញនៅគំនិតរបស់ខ្លួនឲ្យបានច្បាស់លាស់ជំនាញនេះក៏នឹងបង្ហាញអំពីភាពប៉ិនប្រសប់របស់អ្នកទៅលើប្រធានបទដែលអ្នកបាននិយាយការធ្វើជាអ្នកដែលនិយាយល្អគឺមិនត្រឹមតែធ្វើអ្នកទទួលបាននូវការគោរពនិងការឲ្យតម្លៃពីអ្នកដទៃក៏ដូចជាទទួលបាននូវការចាប់អារម្មណ៍ពីមនុស្សដែលអាចជួយនិងបើកទ្វារឆ្ពោះទៅរកឱកាសប៉ុណ្ណោះទេវាថែមទាំងអាចសាងប្រាក់ចំណូលជាស្វ័យប្រវត្តិថែមទៀតផងមានលុយច្រើនមានន័យថាអ្នកមានជម្រើសច្រើនមានជម្រើសច្រើនវាមានន័យថាអ្នកមានសេរីភាពអ្នកមានសុវត្ថិភាពនិងមានពេលវេលាច្រើនសម្រាប់ការធ្វើរឿងផ្សេងៗដែលអ្នកស្រឡាញ់ការរៀនធ្វើជាអ្នកនិយាយដ៏មានឥទ្ធិពលវាអាចជាការសម្រេចចិត្តថាអ្នកត្រូវតែធ្វើដើម្បីគោលដៅហិរញ្ញវត្ថុដើម្បីគោលដៅអ្វីផ្សេងទៀតដែលវាជួយបង្កើនគុណភាពជីវិតរបស់អ្នកឲ្យប្រសើរឡើងពីមួយពេលទៅមួយពេលដូច្នេះហើយបានជាគេថាសត្រូវដ៏ធំបំផុតរបស់ជីវិតគឺភាពស្ទាក់ស្ទើរនិងការភ័យខ្លាចរបស់យើងទោះជាយ៉ាងណានៅពេលដែលអ្នកមានសុឆន្ទៈដ៏ពិតប្រាកដដើម្បីធ្វើឲ្យខ្លួនឯងប្រសើរឡើងអ្នកពិតជាអាចកែខៃចំណុចនេះបានហើយអ្នកក៏នឹងប្រសើរជាងមុនជាក់ជាមិនខានគ្រប់មនុស្សទាំងអស់នៅក្នុងចំណុច 10% គឺគេបានចាប់ផ្ដើមពីបាតក្រោម 10% នឹងឯងមានន័យថាកម្ពស់អ្នកនិយាយល្អគឺគេចាប់ផ្ដើមពីចំណុច0ដូចគ្នានៅពេលដែលយើងតាំងចិត្តថាយើងត្រូវតែធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងយើងក៏នឹងស្វែងរកវិធីសាស្ត្រយើងក៏នឹងស្វែងរកផ្លូវដើម្បីកែប្រែគុណភាពជីវិតរបស់យើងជាក់ជាមិនខានអ្នកនិយាយភាគច្រើនដែលទទួលជោគជ័យព្រោះពួកគេមានសារជំរុញទឹកចិត្តមិនមែនព្រោះតែពួកគេចង់បានលុយពីការនិយាយឡើយដូចជាអ្នកនិពន្ធមនុស្សដែលមិនសរសេរយ៉ាងណាអ្នកនិយាយក៏ជាមនុស្សដែលមិននិយាយមិនបានក៏យ៉ាងដូច្នោះដែរហេតុដូច្នេះហើយចូលកុំខ្លាចនៅក្នុងការនិយាយចេញពីបេះដូងដោយភាពស្មោះត្រង់វាក៏នឹងធ្វើឲ្យអ្នកទទួលបាននូវភាពជោគជ័យដ៏ពិតប្រាកដអ្នកមិនអាចនិយាយដោយគ្រាន់តែដើម្បីលុយឬគ្រាន់តែដើម្បីសរសើរនឹងការទទួលស្គាល់ឡើយអ្នកដែលធ្វើយ៉ាងដូច្នេះនឹងពុំបានស្គាល់នៅគំនិតអ្វីទៅដែលអ្នកស្ដាប់របស់ពួកគេចង់បានឡើយនៅក្នុងបទពិសោធន៍ដ៏ល្អការនិយាយចេញពីបេះដូងវាមិនត្រឹមតែធ្វើឲ្យអ្នកទំនួលទៅដល់ទឹកចិត្តរបស់អ្នកស្ដាប់ប៉ុណ្ណោះឡើយវាក៏ធ្វើឲ្យការនិយាយរបស់អ្នកមានឱជារសនិងមានឥទ្ធិពលកាន់តែល្អប្រសើរផងដែរនៅក្នុងឋានៈជាអ្នកនិយាយដ៏ល្អជាការពិតណាស់អ្នកមានឱកាសច្រើនជាងគេនៅក្នុងការផ្លាស់ប្ដូរកម្រិតនៅរបស់មនុស្សជុំវិញយ៉ាងមិនគួរឲ្យជឿប៉ុន្តែគ្រាន់តែថាដំណាក់កាលដើម្បីវិវត្តខ្លួនទៅជាបុគ្គលឆ្នើមនៅក្នុងការចែករំលែកភាសាគឺវាត្រូវការនៅជំហានសំខាន់ដែលអ្នកត្រូវតែអនុវត្តដំបូងឡើយគឺក្តីប្រាថ្នាអ្នកត្រូវតែមានក្តីប្រាថ្នាដ៏ពុះកញ្ជ្រោលនៅក្នុងការនិយាយឲ្យបានល្អជាមុនសិនប្រសិនបើក្តីប្រាថ្នាខ្លាំងក្លាហើយអ្នកពិតជាចង់ធ្វើជាអ្នកនិយាយដ៏ប៉ិនប្រសប់ជាអតិបរមាជាការពិតណាស់គឺគ្មានអ្វីអាចរារាំងអ្នកពីការសម្រេចបាននូវគោលដៅនេះឡើយតែក្តីតែប្រាថ្នាមួយយ៉ាងរាប់ថាមិនតាន់គ្រប់គ្រាន់ឡើយអ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យលះឲ្យមុតស្រួយអ្នកត្រូវតែធ្វើការសម្រេចចិត្តនៅថ្ងៃនេះនៅក្នុងខណៈនេះថាអ្នកនឹងធ្វើវាមិនថាវាជាអ្វីក៏ដោយគឺអ្នកត្រូវតែយកឈ្នះរាល់បញ្ហាទាំងអស់ដើម្បីវិវត្តខ្លួនទៅជា public speaker ដ៏ល្អម្នាក់មានវិន័យនៅក្នុងការរៀបចំផែនការវិន័យនៅក្នុងការត្រៀមខ្លួននិងវិន័យពីការនិយាយពីសន្ទរកថារបស់ខ្លួនម្ដងហើយម្ដងទៀតរហូតតទៅអ្នកស្ទាត់ជំនាញពោលគឺវិន័យក្នុងការអនុវត្តដោយជាប់អណ្ដាច់ចំណុចចុងក្រោយគឺការតាំងចិត្តអ្នកត្រូវតែមានការតាំងចិត្តនៅក្នុងការបន្តដំណើរទៅមុខជានិច្ចជំនះរាល់បញ្ហាជំនះការលំបាកឬក៏ឧបសគ្គដែលអ្នកពិតប្រទះប្រសិនបើអ្នកមានលក្ខណៈទាំងអស់នេះវាគ្មានអ្វីដែលនឹងរារាំងអ្នកពីការក្លាយទៅជាកម្ពុជាអ្នកនិយាយដ៏ល្អប្រសើរឡើយរឿងតែមួយគត់របស់អ្នកនៅក្នុងឋានៈជាបេក្ខជននៅក្នុងការអភិវឌ្ឍខ្លួនទៅជាបុគ្គលដែលពូកែនិយាយសាររបស់អ្នកគឺជារឿងសំខាន់អ្វីផ្សេងទៀតក៏សំខាន់ដែរតែវាសំខាន់មិនខ្លាំងនៅពេលអ្នកច្បាស់លាស់ថាតើអ្នកស្ដាប់របស់អ្នកជាអ្នកណាហើយពួកគេចង់បានអ្វីអ្នកត្រូវតែច្បាស់លាស់ថាតើខ្លឹមសារពិសេសដោយឡែកនិងខុសប្លែកពីគេរបស់អ្នកនោះគឺជាអ្វីហេតុអ្វីបានជាសាររបស់អ្នកវាខុសប្លែកពីអ្នកដទៃតើហេតុអ្វីទើបមនុស្សគួរតែទិញពីអ្នកជាជាងទិញពីអ្នកដទៃជាដើមមនុស្សយើងអាចនឹងចំណាយ$1សម្រាប់កម្មវិធីដែលមានចំណេះដឹង
ពួកគេអាចចំណាយ$10សម្រាប់កម្មវិធីដែលមានចំណេះដឹងផងដែរបូករួមនឹងកត្តាផ្សំផ្សេងទៀតដូច្នេះហើយចូលចាប់ផ្ដើមជាមួយនឹងបទពិសោធន៍ដែលអ្នកសង្យោគចេញពីរឿងរ៉ាវផ្សេងៗនៅក្នុងសង្គមបន្ទាប់មកត្រូវបានបញ្ចូលវានៅក្នុង presentation របស់អ្នកធ្វើដូច្នេះទើបអ្នកស្ដាប់គេដឹងច្បាស់ថារឿងនេះវាខុសប្លែកជាងនិងប្រសើរជាងអ្វីដែលអ្នកផ្ដល់វាគួរតែកាត់ចេញពីបេះដូងរបស់ខ្លួននេះគឺជាប្រធានបទដ៏សំខាន់មួយខ្ញុំចង់ឲ្យអ្នកចាំនៅចំណុចនេះថាអ្នកអាចផ្លាស់ប្ដូរជីវិតរបស់នរណាម្នាក់ឲ្យប្រសើរឡើងនៅក្នុងឋានៈជាអ្នកនិយាយវាអាចចំណាយពេល5ឆ្នាំរហូតដល់7ឆ្នាំនៅក្នុងការក្លាយទៅជាអ្នកនិយាយអាជីពដ៏ល្បីឈ្មោះម្នាក់ដែលប្រកបទៅដោយការអត់ធ្មត់និងការបដិញ្ញាដើម្បីធ្វើជាអ្នកនិយាយដ៏ល្អអ្នកត្រូវតែមានក្តីប្រាថ្នាអ្នកត្រូវតែធ្វើការសម្រេចចិត្តអ្នកត្រូវតែមានវិន័យហើយអ្នកត្រូវតែមានការតាំងចិត្តដើម្បីសម្រេចនៅវត្ថុបំណងដ៏ខ្ពង់ខ្ពស់ផងដែរអ្នកបានដឹងហើយថាវាត្រូវចំណាយពេលប៉ុន្មានដើម្បីធ្វើជាអ្នកនិយាយដ៏កំពូលឥឡូវនេះអ្នកក៏នឹងរៀនពីវិធីធ្វើជាអ្នកពូកែទំនាក់ទំនងអ្នកក៏នឹងរៀនពីការងារមួយដែលនិយាយប្រាប់អំពីវិធីយកឈ្នះទៅលើភាពភ័យខ្លាចនៃការនិយាយនៅក្នុងទីសាធារណៈហើយបង្កើតបទបង្ហាញដ៏ល្អបំផុតនោះទើបអ្នកអាចយកឈ្នះរបស់ audience យកឈ្នះមនុស្សដែលគេកំពុងតែត្រង់ស្ដាប់នៅការបរិយាយរបស់អ្នកមនុស្សភាគច្រើនគិតថាមនុស្សពូកែនិយាយគឺកើតមកជាមួយនឹងទេពកោសល្យខ្ញុំមិនបដិសេធទេចំណុចនេះពួកគេគិតថាអ្នកដែលអាចឈរនៅពីមុខមនុស្សរាប់រយនាក់ហើយនិយាយបានយ៉ាងរលូនគឺជាមនុស្សដែលមានអំណោយទានពិសេសតាំងពីកំណើតប៉ុន្តែធៀបទៅមនុស្សភាគច្រើនដែលខ្លាចទៅជាវាគ្មិនដើម្បីល្បាញគឺពុំបានចាប់ផ្ដើមពីភាពអស្ចារ្យអីទេពួកគេចាប់ផ្ដើមពីការភ័យខ្លាចចាប់ផ្ដើមពីការញ័រចាប់ផ្ដើមពីការនិយាយខុសចាប់ផ្ដើមពីការបាត់បង់ទំនុកចិត្តក៏ដូចជាការបរាជ័យផងដែរប៉ុន្តែពួកគេមិនដែលបោះបង់ឡើយនេះហើយគឺជាហេតុផលចម្បងដែលធ្វើឲ្យពួកគេខ្លាយទៅជាមនុស្សដែលពូកែនិយាយចំណេះដឹងគេប្រៀបបីដូចជាក្របកាំភ្លើងរីឯសម្ដីនិងទំនាក់ទំនងគឺប្រៀបបីដូចជាតួកាំភ្លើងបើទោះបីជាអ្នកមានក្របល្អនិងកម្រិតនៃការបាញ់ខ្លាំងកម្រិតក៏ពិតមែនបើគ្មានកាំភ្លើងដើម្បីបាញ់វាចេញទេក្របនោះក៏គ្មានតម្លៃអ្វីទាំងអស់ចូលធ្វើជាមនុស្សឆ្លាតដែលមានទាំងចំណេះដឹងនៅក្នុងខ្លួនមានទាំងទឹកដមសម្ដីដែលអាចបំភ្លឺនិងអាចទាក់ទាញចិត្តរបស់មនុស្សជុំវិញទើបជាប្រការដ៏ប្រសើរកុំធ្វើជាមនុស្សឆ្លាតទាំងដែលមិនចេះនិយាយស្ដីវាគឺជាសារមួយដែលដាស់តឿនឲ្យយើងគ្រប់គ្នាចុះផ្ដោតតែទៅលើការបញ្ចេញចំណេះដឹងនៅក្នុងខួរក្បាលតែមួយមុខទៅវិញចូលងារមកពង្រឹងបញ្ញាស្មារតីខាងអារម្មណ៍ក៏ដូចជាខាងទំនាក់ទំនងរបៀបទំនាក់ទំនងនិងការធ្វើអន្តរកម្មជាមួយនឹងមនុស្សដែលនៅជុំវិញយើងដែរប្រកាសដែលថាកុំធ្វើជាមនុស្សឆ្លាតទាំងដែលមិនចេះនិយាយស្ដីគឺមិនបានសម្ដៅទាំងស្រុងថាអ្នកត្រូវតែនិយាយច្រើនជាងគេទេតែវាមានន័យថាអ្នកត្រូវតែអភិវឌ្ឍសមត្ថភាពនៅក្នុងការបង្ហាញគំនិតចំណេះដឹងនិងតម្លៃរបស់ខ្លួនឲ្យអ្នកដទៃយល់ចំណេះដឹងធ្វើឲ្យអ្នកមានថាមពលការនិយាយធ្វើឲ្យថាមពលនោះកាន់តែមានឥទ្ធិពលការគិតធ្វើឲ្យអ្នកឆ្លាតទំនាក់ទំនងច្រើនធ្វើឲ្យអ្នកមានឱកាសច្រើនហើយនៅក្នុងជីវិតពិតមិនមែនត្រឹមតែអ្នកដឹងច្រើនជាងគេប៉ុណ្ណោះទេដែលឈ្នះប៉ុន្តែអ្នកដែលអាចធ្វើឲ្យអ្នកដទៃយល់ពីតម្លៃរបស់ខ្លួនផងដែរនោះជីវិតរបស់គេកាន់តែប្រសើរមនុស្សជាច្រើនចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្វែងយល់សិក្សាបង្កើនសមត្ថភាពពួកគេមានទស្សនៈល្អមានចំណេះដឹងជ្រៅជ្រះមានសក្តានុពលដ៏សម្បើមប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺថាពួកគេមិនអាចបង្ហាញនៅអ្វីដែលខ្លួនដឹងទៅកាន់អ្នកដទៃពិភពលោកមិនអាចមើលឃើញអ្វីដែលលាក់បង្កប់នៅក្នុងខួរក្បាលរបស់អ្នកទេមនុស្សមិនអាចវាស់ស្ទង់ចំណេះដឹងរបស់អ្នកនៅក្នុងការគិតនៅក្នុងចិត្តទេអ្វីដែលពួកគេអាចមើលឃើញគឺរបៀបដែលអ្នកនិយាយនិងរបៀបដែលអ្នកទំនាក់ទំនងនិងរបៀបដែលអ្នកបង្ហាញគំនិតរបស់អ្នកម្ល៉េះហើយបើទោះបីជាអ្នកឆ្លាតប៉ុណ្ណាប្រសិនបើអ្នកមិននិយាយស្ដីបកស្រាយគំនិតនិងមិនចេះទំនាក់ទំនងជាមួយនឹងមនុស្សអ្នកពិបាកនៅក្នុងការបង្ហាញអំពីតម្លៃពិតរបស់ខ្លួនចំណេះដឹងគឺជាទ្រព្យសម្បត្តិក៏ប៉ុន្តែការនិយាយគឺជាស្ពានសាកស្រមៃថាអ្នកមានមាសរាប់តោននៅក្នុងឃ្លាំងមួយប៉ុន្តែมันមានផ្លូវដឹកចេញមាសនោះទៅកាន់ទីផ្សារបានមាសទាំងអស់នោះនៅតែមានតម្លៃប៉ុន្តែវាមិនអាចបង្កើតផលប្រយោជន៍អ្វីឲ្យលើសនឹងទេចំណេះដឹងក៏ដូចគ្នាប្រសិនបើអ្នកមានគំនិតល្អប៉ុន្តែมันអាចបញ្យល់ឲ្យអ្នកដទៃយល់ទេគំនិតទាំងនោះគឺនៅត្រឹមតែជាគំនិតប្រសិនបើអ្នកមានជំនាញខ្ពស់ប៉ុន្តែมันអាចបង្ហាញសមត្ថភាពរបស់ខ្លួនបានពិសេសឱកាសជាច្រើននឹងរត់គេចចេញពីអ្នកការនិយាយមិនមែនគ្រាន់តែជាការបញ្ចេញសម្លេងប៉ុណ្ណោះទេវាគឺជាស្ពានតភ្ជាប់រវាងគំនិតរបស់អ្នកនិងពិភពលោកខាងក្រៅមនុស្សដែលមានចំណេះដឹងប៉ុន្តែមិនចេះទំនាក់ទំនងប្រៀបដូចជាទូកដ៏រឹងមាំប៉ុន្តែមិនចេះបើកវាមនុស្សជោគជ័យភាគច្រើនសិតតែអ្នកដែលមានទំនាក់ទំនងល្អពេលមើលឃើញអ្នកដឹកនាំល្បីៗសហគ្រិនជោគជ័យ
គ្រូបង្រៀនឆ្នើមអ្នកជំនាញឯកទេសលើវិស័យណាមួយយើងនឹងឃើញចំណុចរួមរបស់ពួកគេអាចនិយាយបញ្យល់បានយ៉ាងច្បាស់ពួកគេអាចធ្វើឲ្យគំនិតស្មុគស្មាញคล้ายទៅជារឿងកាន់តែងាយយល់ពួកគេអាចបញ្ចុះបញ្ចូលមនុស្សពួកគេបង្កើតទំនុកចិត្តតាមរយៈពាក្យសម្ដីជាញឹកញាប់មនុស្សម្នាក់មានទាំងចំណេះដឹងមធ្យមប៉ុន្តែការនិយាយល្អអាចទទួលបានឱកាសច្រើនជាងមនុស្សម្នាក់ដែលឆ្លាតជាងប៉ុន្តែស្ងៀមស្ងាត់នេះពុំមែនមានន័យថាការនិយាយសំខាន់ជាងចំណេះដឹងទេក៏ប៉ុន្តែវាមានន័យថាចំណេះដឹងនិងការនិយាយគឺត្រូវតែដើរទន្ទឹមគ្នាការស្ងៀមស្ងាត់និងការមិនចេះនិយាយគឺជារឿងពីរផ្សេងគ្នាមនុស្សខ្លះគិតថាការមិនសូវនិយាយគឺជាសញ្ញានៃភាពវៃឆ្លាតតែធៀបទៅការស្ងៀមស្ងាត់នៅពេលសមរម្យគឺជាប្រាជ្ញាក៏ប៉ុន្តែការមិនអាចនិយាយនៅពេលដែលចាំបាច់គឺជាចំណុចខ្សោយមួយភាពខុសគ្នានោះគឺដឹងអ្វីដែលត្រូវនិយាយតែជ្រើសរើសស្ងៀមនិងមិនដឹងរបៀបនិយាយទោះបីជាមានគំនិតនៅក្នុងខ្លួនមនុស្សដែលមានប្រាជ្ញាស្គាល់ពេលណាដែលត្រូវស្ដាប់និងពេលណាដែលត្រូវនិយាយពួកគេមិននិយាយគ្រប់ពេលទេប៉ុន្តែពួកគេនិយាយនៅពេលដែលមនុស្សចង់ស្ដាប់ពិភពលោកនេះផ្ដល់រង្វាន់ទៅដល់អ្នកដែលអាចបង្ហាញអំពីគុណតម្លៃរបស់ខ្លួននៅក្នុងការសម្ភាសន៍ការងារគ្មានអ្នកណាអាចអានចិត្តអ្នកទេនៅក្នុងអាជីវកម្មអតិថិជនមិនដឹងថាអ្នកមានសេវាកម្មល្អប៉ុណ្ណាប្រសិនបើអ្នកមិនអាចពន្យល់បាននៅក្នុងការដឹកនាំក្រុមការងារមិនអាចអនុវត្តចក្ខុវិស័យរបស់អ្នកទេប្រសិនបើអ្នកមិនអាចបង្ហាញវាឲ្យច្បាស់នៅក្នុងគ្រួសារស្នេហាមិត្តភាពមនុស្សមិនអាចយល់អារម្មណ៍របស់អ្នកទេប្រសិនបើអ្នកមិននិយាយជីវិតមិនមែនជាការប្រកួតថានរណាដឹងច្រើនជាងគេទេជីវិតគឺជាការប្រកួតថានរណាបង្កើតឥទ្ធិពលជីវិតជំនាញបានច្រើនជាងគេហើយឥទ្ធិពលភាគច្រើនគឺវាកាត់ចេញពីទំនាក់ទំនងហេតុអីមនុស្សឆ្លាតជាច្រើនមិនហ៊ាននិយាយមូលហេតុទី1គឺខ្លាចខុសពួកគេចង់ឲ្យអ្វីវាទៅមុខរលូនមុននឹងបញ្ចេញមតិក៏ប៉ុន្តែអ្នកនិយាយល្អពុំមែនជាមនុស្សដែលមិនធ្លាប់ខុសទេពួកគេគឺជាមនុស្សដែលហ៊ានហត់មូលហេតុទី2គឺខ្លាចការរិះគន់អ្នកនិយាយល្អម្នាក់មិនធ្លាប់ត្រូវបានគេវាយតម្លៃនោះទេគ្មានទេអ្នកណាក៏ធ្លាប់ត្រូវបានគេវាយតម្លៃដែររាល់អ្នកនិយាយដ៏អស្ចារ្យសិតតែធ្លាប់និយាយរអាក់រអួលធ្លាប់ភ័យនិងធ្លាប់បរាជ័យមូលហេតុទី3គឺការគិតថាចំណេះដឹងតែមួយគឺគ្រប់គ្រាន់ហើយក៏ប៉ុន្តែពិភពលោកដ៏ពិតប្រាកដគឺបង្ហាញថាជំនាញទំនាក់ទំនងគឺជាផ្នែកមួយនៃភាពជោគជ័យរៀននិយាយឲ្យដូចជាអ្នករៀនជំនាញមួយគ្មានអ្នកណាកើតមកនិយាយនៅមុខមនុស្សរាប់រយនាក់ទេគ្មានអ្នកណាកើតមកចេះបញ្ចូលឬក៏ធ្វើបទបង្ហាញដោយភ្លាមទេអ្វីសុទ្ធតែត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តចាប់ផ្ដើមពីរឿងតូចនិយាយច្បាស់រៀបចំគំនិតទុកមុននិយាយអានសៀវភៅឲ្យបានច្រើនស្ដាប់អ្នកនិយាយឲ្យបានច្រើនហាត់និយាយនៅមុខកញ្ចក់ថតវីដេអូខ្លួនឯងចូលរួមវគ្គសិក្សានិងសួរសំណួររាល់ថ្ងៃដែលអ្នកវឹកហាត់អ្នកនឹងប្រសើរឡើងជាបន្តបន្ទាប់ការនិយាយល្អមិនមែននិយាយច្រើនទេមនុស្សភាគច្រើនភ័ន្តច្រឡំថាអ្នកនិយាយល្អគឺជាអ្នកដែលនិយាយមិនចេះចប់តែធៀបពិតទៅអ្នកនិយាយល្អគឺជាអ្នកដែលនិយាយត្រូវចំណុចពួកគេដឹងថាពេលណាត្រូវនិយាយអ្វីដែលត្រូវនិយាយនិងរបៀបនិយាយពាក្យតិចប៉ុន្តែមានន័យជាញឹកញាប់គឺវាមានឥទ្ធិពលជាងពាក្យច្រើនការស្ដាប់គឺជាផ្នែកមួយនៃការនិយាយអ្នកទំនាក់ទំនងឆ្នើមមិនមែនគ្រាន់តែចេះនិយាយទេពួកគេចេះស្ដាប់ផងដែរពេលអ្នកស្ដាប់អ្នកយល់ពីតម្រូវការអ្នកយល់ពីអារម្មណ៍និងទស្សនៈរបស់អ្នកដទៃបន្តមកពាក្យរបស់អ្នកក៏មានអត្ថន័យច្រើនជាងមុនមនុស្សភាគច្រើនស្ដាប់ដើម្បីឆ្លើយតបមនុស្សឆ្នើមស្ដាប់ដើម្បីយល់ដូច្នេះហើយកុំលាក់សមត្ថភាពរបស់ខ្លួននៅពីក្រោយភាពស្ងៀមស្ងាត់អីសោះមានមនុស្សច្រើនណាស់ដែលមានសមត្ថភាពអស្ចារ្យប៉ុន្តែពិភពលោកមិនដែលស្គាល់ពួកគេទេមិនមែនដោយសារតែពួកគេគ្មានសមត្ថភាពឡើយក៏ប៉ុន្តែដោយសារតែពួកគេមិនដែលបង្ហាញវាចេញមកកុំឲ្យគំនិតល្អៗរបស់អ្នកស្លាប់នៅក្នុងខួរក្បាលឯសោះកុំឲ្យក្តីស្រមៃរបស់អ្នកត្រូវបានបិទទ្វារដោយការភ័យខ្លាចកុំឲ្យចំណេះដឹងដ៏មានតម្លៃរបស់អ្នកคล้ายទៅជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាអាចប្រើប្រាស់បានមនុស្សឆ្លាតអាចមានសមត្ថភាពអ្នកអាចមានចក្ខុវិស័យប៉ុន្តែប្រសិនបើអ្នកចង់ឲ្យពិភពលោកទទួលស្គាល់ពីតម្លៃរបស់អ្នកត្រូវតែរៀនបង្កើនទំនាក់ទំនងឲ្យបានល្អប្រសើរកុំធ្វើជាមនុស្សឆ្លាតទាំងមិនចេះបត់កដូច្នេះហើយត្រូវចាំថាចំណេះដឹងជួយអ្នកមានថាមពលការនិយាយធ្វើឲ្យថាមពលនោះកាន់តែមានឥទ្ធិពលទ្វេឡើងការគិតធ្វើឲ្យអ្នកឆ្លាតទំនាក់ទំនងច្រើនធ្វើឲ្យអ្នកមានឱកាសច្រើនហើយនៅក្នុងជីវិតពិតមិនមែនត្រឹមតែអ្នកដែលដឹងច្រើនប៉ុណ្ណោះទេដែលឈ្នះប៉ុន្តែអ្នកដែលអាចធ្វើឲ្យអ្នកដទៃយល់ពីតម្លៃរបស់ខ្លួនបានចូលទទួលខុសត្រូវចំពោះអរិយាប័ត្រចំពោះអ្វីដែលខ្លួននិយាយភាពវៃឆ្លាតដែលគ្មានការបញ្ចេញមតិ
គឺជារតនសម្បត្តិដែលកប់ទុកនៅក្នុងដីសៀវភៅដែលមានចំណងជើងថា Knowledge is Power គឺជាសៀវភៅដ៏ល្អមួយដែលបានបញ្យល់យើងអំពីរបៀបប្រើប្រាស់អំណាចនៃការនិយាយស្ដីអំណាចនៃការទំនាក់ទំនងការផន់ច្រឡំនៃមនុស្សឆ្លាតគេជឿថាបើខ្ញុំខ្លាំងខ្ញុំគង់តែមានគេដឹងទេនេះគឺជាប្រការនៃភាពឆ្កំឆ្គងដ៏ធំមួយនៅក្នុងសម័យបច្ចុប្បន្នប្រសិនបើអ្នកមានកំណត់អាជីវកម្មរាប់លានដុល្លារនៅក្នុងខួរក្បាលប៉ុន្តែអ្នកមិននិយាយទៅកាន់វិនិយោគទុនកំណត់នោះវាគ្រាន់តែជាខ្យល់ដដែលតម្លៃនៃការនិយាយស្ដីមិនមែនគ្រាន់តែជាការបំពេញសម្លេងប៉ុណ្ណោះទេក៏ប៉ុន្តែចាត់ទុកថាជាស្ពានចម្លងចំណេះដឹងពីក្នុងខួរក្បាលរបស់អ្នកមកកាន់ពិភពខាងក្រៅបើគ្មានស្ពានទេពិភពលោកនឹងមិនដែលស្គាល់ពីភាពអស្ចារ្យរបស់អ្នកឡើយសិល្បៈនៃការនិយាយស្ដីគឺសំខាន់ជាងចំណេះដឹងនៅក្នុងសៀវភៅដ៏ល្បីដែលខ្ញុំធ្លាប់បានអាននោះ How to Win Friends and Influence People របស់ Dale Carnegie បានបង្ហាញថាជោគជ័យផ្នែកហិរញ្ញវត្ថុនិងអាជីពរបស់មនុស្សម្នាក់គឺបានមកពីចំណេះដឹងបច្ចេកទេសត្រឹមតែ 15% ប៉ុណ្ណោះ 85% ទៀតគឺបានមកពីជំនាញទំនាក់ទំនងក៏ដូចជាបុគ្គលិកលក្ខណៈរបស់គេមនុស្សឆ្លាតដែលខ្វេះតម្រិះនៅក្នុងការនិយាយជារឿយៗយើងតែបង្ហាញឫកពាបង្ហាញអំនួតនិយាយស្ដីមិនយល់ពីអ្នកដទៃចូលចិត្តប្រើពាក្យបច្ចេកទេសខ្ពស់ដែលធ្វើឲ្យគេស្ដាប់មិនយល់ប្រការយ៉ាងដូចនេះមិនមែនបង្ហាញថាអ្នកឆ្លាតទេប៉ុន្តែបង្ហាញពីអ្នកទន់ខ្សោយនៅក្នុងជំនាញទំនាក់ទំនងការនិយាយត្រូវតាមបច្ចេកទេសមនុស្សដែលចេះនិយាយស្ដីមិនមែនសំដៅតែទៅលើមនុស្សដែលនិយាយមិនឈប់ទេក៏ប៉ុន្តែគឺជាមនុស្សដែលស្គាល់កលៈទេសៈតើពេលណាត្រូវនិយាយជាមួយអ្នកណាប្រើភាសាបែបណាតើពេលណាត្រូវស្ងាត់ដើម្បីស្ដាប់ផលវិបាកនៃការធ្វើមនុស្សឆ្លាតតែគោថ្លង់ខាងទំនាក់ទំនងប្រសិនបើអ្នកជ្រើសរើសធ្វើជាមនុស្សឆ្លាតប៉ុន្តែមិនអភិវឌ្ឍជំនាញនិយាយស្ដីនិងទំនាក់ទំនងទេអ្នកនឹងត្រូវប្រទះនៅបញ្ហាធំជាច្រើនបាត់បង់ឱកាសនៅក្នុងការងារអ្នកដែលមានសមត្ថភាពមធ្យមតែពូកែនិយាយពូកែបង្ហាញលទ្ធផលការងារតែងតែទទួលបាននៃការតម្លើងតំណែងមុនមនុស្សដែលធ្វើការខ្លាំងតែអង្គុយស្ងៀមការយល់ច្រឡំនៅពេលអ្នកមិននិយាយឬក៏និយាយមិនច្បាស់គេនឹងបកស្រាយចេតនារបស់អ្នកនៅក្នុងផ្លូវខុសដែលនាំឲ្យមានជម្លោះនៅក្នុងគ្រួសារនិងនៅកន្លែងធ្វើការភាពឯកាមនុស្សឆ្លាតពេកដែលមិនចេះសម្របសម្រួលសម្ដីងាយនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាដាច់ឆ្ងាយនិងមិនហ៊ានចូលមកចិត្តក្នុងជីវិតរបៀបផ្លាស់ប្ដូរខ្លួនឯងពីមនុស្សឆ្លាតតែនៅក្នុងទ្រឹស្ដីមកជាមនុស្សឆ្លាតនៅក្នុងសង្គមកុំឲ្យឆ្លាតនៅក្នុងធ្លាក់នៃការអន្ទះភាពឆ្លាតវៃដែលគ្មានតម្លៃអ្នកត្រូវតែរៀនតុបតែងដេកចំណេះដឹងរបស់អ្នកដោយសិល្បៈនៃការនិយាយរៀននិយាយឲ្យងាយយល់ simplicity ភាពវៃឆ្លាតដ៏ពិតប្រាកដគឺជាការអាចបញ្យល់រឿងដែលស្មុគស្មាញបំផុតឲ្យក្មេងអាយុ5ឆ្នាំអាចស្ដាប់អាចយល់បានការអនុវត្តស្ដាប់ដោយយកចិត្តទុកដាក់មុននឹងចង់ឲ្យគេស្គាល់សម្ដីដ៏ឆ្លាតវៃរបស់អ្នកត្រូវតែធ្វើជាអ្នកស្ដាប់ដ៏ល្អជាមុនសិនការស្ដាប់ជួយឲ្យអ្នកដឹងថាដៃគូសន្ទនាចង់បានអ្វីការរៀននិយាយដើម្បីស្ថាបនាមិនមែនដើម្បីយកឈ្នះមនុស្សឆ្លាតភាគច្រើនចូលចិត្តដេញដោលដើម្បីយកឈ្នះប៉ុន្តែមនុស្សឆ្លាតដែលចេះនិយាយគេនិយាយដើម្បីស្វែងរកដំណោះស្រាយនិងបង្កើតមិត្តភាពកុំធ្វើជាមនុស្សប្រាជ្ញាដោយមិនហាមាត់មិនហាកដូច្នេះហើយត្រូវចាំថាចំណេះដឹងប្រៀបបីដូចជាគ្រាប់កាំភ្លើងរីឯសម្ដីនិងទំនាក់ទំនងគឺប្រៀបបីដូចជាកាំភ្លើងបើទោះបីជាអ្នកមានគ្រាប់ល្អនិងខ្លាំងកម្រិតណាក៏ដោយបើគ្មានកាំភ្លើងដើម្បីបាញ់វាទេគ្រាប់នោះក៏គ្មានតម្លៃអ្វីទាំងអស់ចូលធ្វើជាមនុស្សឆ្លាតដែលមានទាំងចំណេះដឹងនៅក្នុងខ្លួនមានទាំងទឹកដមសម្ដីដែលអាចបំភ្លឺនិងទាក់ទាញចិត្តមនុស្សនៅជុំវិញទើបជាការប្រសើរដែលអាចជួយជីវិតរបស់អ្នកឆ្ពោះទៅកាន់កម្រិតល្អមួយកម្រិតទៀតបានចូលទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាងបុគ្គលដទៃដែលគេរំពឹងទុកពីយើង